ទទួលព័ត៌មានពីខាងសហព័ន្ធវិទ្យាប័ត្រក៏មានភារកិច្ចមួយទៀតទៅប្រកួតនៅសហរដ្ឋអាមេរិកដណ្ដើមខ្សែក្បាត់ WBC អញ្ចឹងក៏ហេតុផលហ្នឹងក៏បានពិភាក្សាគ្នាថាយើងនឹងបន្ថយទឹកសុំដល់13ទឹកប៉ុន្តែកង់ចេញរៀមពីលើប្រកួតដដែលនេះមិនមែនដោយសារតែបញ្ហាសុខភាពរបស់សម្បត្តិទេគឺដោយសារតែជាប់ភារកិច្ចធំមួយទៀតគឺដណ្ដើមខ្សែក្បាត់ WBC នៅសហរដ្ឋអាមេរិកនិយាយទៅហេតុផលដែលសុខភាពនេះគឺជាហេតុផលទី2ទេហេតុផលទី1តាមដែលបងដឹងគឺរវាងរឿងផ្ទាល់ខ្លួនរបស់ពេជ្រផាន់ជាមួយនឹងSupervise សុបណៈទេដែលគាត់មានការយល់ខុសគ្នាយ៉ាងម៉េចតែនឹងរឿងរបស់គាត់តែចំពោះពេជ្រផាន់ជាមួយនឹងទទួលបាយ័នគឺគាត់អត់មានអីប្រែប្រួលទេអញ្ចឹងនឹងរឿងទី1តែរឿងទី2រឿងសុខភាពនេះគាត់ពេជ្រសម្បត្តិគាត់មានបញ្ហាសុខភាពតិចតួចគាត់ថាគាត់ហាត់ប្រឹងហាត់ខ្លាំងតែប៉ុណ្្នឹងទេតែរឿងឲ្យធ្ងន់ធ្ងរហ្នឹងគឺអត់មានទេព្រោះអីការដែលមិនសមមិញឯកឧត្តមប្រធានខៅឆាយនឹងបងបានធ្វើដំណើរទៅសួរទុកគាត់ដល់ក្លឹបគាត់ក៏បានបញ្ជាក់ឲ្យថាបញ្ហាសុខភាពគាត់គឺបន្តិចបន្តួចទេគាត់ថាខំប្រឹងហាត់ខ្លាំងទេគាត់បាក់កម្លាំងតិចតែឥឡូវនេះអ្វីគ្រប់យ៉ាងគឺមកដូចដើមវិញហើយអញ្ចឹងណាអញ្ចឹងបងចង់បញ្ជាក់រឿងពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរវាងលោកគ្រូពេជ្រផាន់គាត់ខឹងវណ្ណៈអីរឿងទៅសេអីខាប់សិនណាហ្នឹងជារឿងរបស់គាត់ផ្ទាល់ខ្លួនទេអត់ពាក់ព័ន្ធជាមួយនឹងខាងទទួលបាយ័នបងទេអញ្ចឹងណាហើយរឿងនេះគឺពួកគាត់បានដោះស្រាយគ្នាយ៉ាងណាហ្នឹងរឿងរបស់ពួកគាត់ចង់និយាយអញ្ចឹងណាបងបញ្ជាក់ផងហ្នឹងមួយទៀតធម្មតាការប្រកួតពី5ទឹកមក3ទឹកនេះអាចថាបើសិនជាវាយ3ទឹកមិនប៉ះពាល់ដល់កម្មវិធីនៅអាមេរិកឬយ៉ាងណាហេតុផលបែបហ្នឹងដែលខាងបងជាមួយអ្នកដំប្រធានគឺវិភាសាគ្នានឹងគឺដោយសារខ្លាចប៉ះពាល់អញ្ចឹងយើងបន្ថយមក3ទឹកវិញអញ្ចឹងតែយើងនៅតែសារកងជិះរៀងដដែលដោយសារតែ5ទឹកវាអាចនឹងប៉ះពាល់ដល់ពេជ្រសម្បត្តិដែរព្រោះដោយសារគាត់មានភារកិច្ចដូចជាទៅប្រកួតថ្ងៃទី31អញ្ចឹងវារយៈពេល20ថ្ងៃជាងអញ្ចឹងខ្លាចប៉ះពាល់ដល់គាត់អញ្ចឹងយើងក៏មានការយោគយល់គ្នាក៏យើងសម្រេចយក3ទឹកវិញសម្រាប់បងជាអ្នករៀបចំខាងទទួលបាយ័នបងរំពឹងថាគូនេះយើងក៏ក្រាស់បែបណាសម្រាប់គូនេះតាមដែលបងទទួលព័ត៌មានពីគ្រូបឹករបស់ Mario មានថា Mario គឺគាត់ជាជើងខ្លាំងមួយប្រចាំរបស់មិនមានកីឡាករមួយណាហ៊ានប្រកួតជាមួយគាត់ទេតាមដែលបងជួបគាត់មិនសមមិញអញ្ចឹងគាត់ចង់មានន័យថាប្រសិនបើ Mario ប្រកួតចាញ់ពេញសម្បត្តិមានថាពេញសម្បត្តិនេះនឹងមិនមានកីឡាករមកពីអឺរ៉ុបណាហ៊ានប្រកួតនៅពេញសម្បត្តិទេប៉ុន្តែបើសិនជាពេញសម្បត្តិឈ្នះ Mario សំទោសបើសិនជាពេញសម្បត្តិចាញ់វិញនៅមានកីឡាករអឺរ៉ុបផ្សេងទៀតនឹងមកប្រកួតជាមួយនឹងពេញសម្បត្តិអញ្ចឹងមានថាមកដល់ម៉ោងនេះតាមបញ្ជាក់របស់គ្រូពេញសម្បត្តិចេស៊ីតូសំទោសការបញ្ជាក់របស់គ្រូ Mario ចេស៊ីតូហ្នឹង Mario នេះគាត់នៅក្នុង ranking គឺគាត់ណាក់11លើពិភពលោកទៀតមានន័យថាគាត់ខ្លាំងជាងខ្លាំងនៅអឺរ៉ុបហើយបងបញ្ជាក់សួរគាត់ច្បាស់ហើយគាត់ថាមកដល់ពេលហ្នឹងមិនទាន់មានកីឡាករណាមួយប្រកួតឈ្នះ Mario របស់អឺរ៉ុបអញ្ចឹងគេចាត់ទុកជាជើងខ្លាំងប្រចាំរបស់អឺរ៉ុបប៉ុន្តែបើសិនជាគាត់ប្រកួតចាញ់ពេជ្រសម្បត្តិហ្នឹងមានន័យថាពេជ្រសម្បត្តិនេះគឺជាបុគ្គលទី1ហើយដែលបំបាក់ Mario បានមានតែអញ្ចឹងព្រោះកាលពីមុនការគាត់ប្រកួតជាមួយនឹងមីមថេនក៏ម្ដងដែរគាត់ថាលទ្ធផលវាគៀបគិតគ្នាហ្នឹងក៏យើងគិតថាពេលហ្នឹងយើងក៏យល់ថាដោយសារយើងម្ចាស់ផ្ទះចង់និយាយអញ្ចឹងណាប៉ុន្តែលទ្ធផលក៏វាមិនទាន់ដាច់ស្រេចទេតែបើថាឲ្យដាច់គេប្រកួតឲ្យ Mario ចាញ់ដាច់នេះគឺត្រឡប់មកអត់ទាន់មានទេចង់និយាយអញ្ចឹងណារឿងរ៉ាវចំនួនច្បាស់មុនប្រកួតប៉ុន្តែឥឡូវនេះគឺបានជួបគ្នានៅថ្ងៃស្អែកកម្មវិធី Johannesburg សម្រាប់បងមានអីសម្រាប់ពលកម្ម fan ទៅជាបាទការប្រកួតហ្នឹងក្នុងនាមបងជាអ្នកទទួលខុសត្រូវសម្រាប់ការប្រកួតដ៏ធំនេះគឺសំណូមពរដល់ fan គុណខ្មែរទាំងអស់សូមចូលរួមទស្សនានិងគាំទ្រច្រើនបងគិតថាថ្ងៃស្អែកនេះគឺជាការប្រកួតដ៏ធំមួយពីព្រោះថា Mario នេះគឺប្រវត្តិ2ដងដែលយើងចង់និយាយថាប្រកួតជើងខ្លាំងដែលកីឡាករគុណខ្មែរទៅប្រកួតនៅតំបន់អឺរ៉ុបហ្នឹងគឺអត់មានណាផុតទឹកពីរទេមានន័យថាលើកទី1ឈុតត្រីវ៉ាន់ថងគឺបានស្លាប់ដោយស្នាដៃគាត់ហើយខុមរ៉ាក៏ស្លាប់ដោយសារគាត់ដូចគ្នាអញ្ចឹងសង្ឃឹមថាពេជ្រសម្បត្តិគាត់នឹងអាចនឹងសងសឹកឲ្យកីឡាកររៀបចំទាំងពីរថ្ងៃស្អែកនេះអញ្ចឹងសម្រាប់ព្រឹត្តិការណ៍ថ្ងៃស្អែកនេះគឺជាការប្រកួតធំមួយបណ្ដោះអង្គយល់ថាដែលទស្សនិកជនក៏ដូចជា fan គុណខ្មែរយើងនឹងចន្ទឹងរង់ចាំជាយូរហ្នឹងគឺនឹងកើតឡើងថ្ងៃស្អែកនេះគឺ 100% នឹងកើតឡើងភាសាការប្រកួតគឺយើងមកដល់មកនេះដូចបងបាននឹងស្រាប់ហើយគឺយើងខំទាំងគុណហើយពួកគាត់គឺ60ដូចគ្នា60គីឡូដូចគ្នាគ្រាន់ថាយើងបដូរពីរ៉ូលពី5ទឹកមក3ទឹកតែប៉ុណ្្នឹងទេបាទអរគុណច្រើនបាទអរគុណ